មុខម្ហូបហិលហោះនៅប្រចាំខេត្តសៀមរាបនឹងបានមកដល់ទីរែងវគ្គនេះប្រមូលនៅវីដេអូ top 10 មុខម្ហូបប្រចាំខេត្តសៀមរាបមកបង្ហាញបងប្អូនឃើញថាបងប្អូនប្រកាសជាស្គាល់ហើយមែនទេបុកមាន់ក្រងល្បីខ្លាំងណាស់នៅខាងខេត្តសៀមរាបទៅតាក់ទងជាមួយនឹងម្ហូបដែលល្បីហើយឆ្ងាញ់ដែលខ្ញុំធ្លាប់បានញ៉ាំគឺខ្ញុំយកមកសាកធ្វើឲ្យថាតើរសជាតិរបស់យើងហ្នឹងដូចគេរយៈនេះអត់សូវបានចេញវីដេអូទេបងដោយសារតែឡៃតែរវល់នឹងរៀបចំផ្ទះបាយថ្មីទៀតហើយសន្យាថាបើពេលធ្វើផ្ទះបាយថ្មីនេះហើយនឹងចេញវីដេអូរាល់ថ្ងៃជូនបងដើម្បីកុំឲ្យបងទាំងអស់គ្នាពិបាកក្នុងការរកទឹកម្ហូបថាដល់ម៉ោងបាយឡើងមិនដឹងធ្វើអីញ៉ាំមកឥឡូវមករៀនធ្វើតាមខ្ញុំទាំងអស់គ្នាដំបូងឡើយគឺយើងត្រូវមានម្ទេសលាងទឹកឲ្យស្អាតបេះដូងចាញ់បន្ទាប់មកទៀតគឺមានខ្ទឹមសយើងនឹងឯងម្ហូបនេះចុះខ្ទឹមចុះម្ទេសតិចបងដាក់ឲ្យរសជាតិដិតមកទៅត្រូវនឹងរសជាតិរបស់អ្នកសៀមរាបយើងបេះខ្ទឹមម្ទេសស្អាតល្អហើយយកវាមកលិញវាឲ្យក្លិនឈ្ងុយបងដោតចង្កាក់វាអាំងក៏បានដែរតែបើខ្ញុំអត់មានភ្លើងអាំងទេអញ្ចឹងខ្ញុំយកវាមកលិញឆ្ងាញ់ដូចគ្នាបងបន្ទាប់ពីលិញខ្ទឹមនិងម្ទេសរបស់យើងមានលក្ខណៈបែបហ្នឹងហើយគឺអស់ហើយយើងមករៀបចំបន្លែសម្រាប់បន្លែបងខ្ញុំរីខមមិនជាងគេគឺដើមចេកតែដោយសារខ្ញុំអត់មានដើមចេកទេអញ្ចឹងបើបងធ្វើញ៉ាំកុំភ្លេចឲ្យសោះថ្ងៃនេះខ្ញុំមានមាន់ស្រែមួយក្បាលបើបងចង់ដឹងតើធ្វើម៉េចអានោះមាន់ស្រែគឺយើងយកត្រូវទៅអាំងវាសិនហើយអាំងហ្នឹងគឺយើងប្រឡាក់គ្រឿងប្រឡាក់អីដូចមាន់អាំងទូទៅអញ្ចឹងបងតែសម្រាប់គ្រឿងគឺយើងប្រើឡំបានហើយមួយវិញទៀតហ្នឹងគ្រឿងដែលមិនអាចខ្វះបានហ្នឹងគឺក្រងនឹងឯងហើយក្រងថ្ងៃនេះមានលាយមេអ៊ូជាមួយនឹងពងក្រងទៀតតែខ្លាំងណាស់ក្រងថ្ងៃហ្នឹងប្តីខ្ញុំទៅចាក់ខ្លួនឯងញ៉ាំធម្មតាទេឥឡូវយកគ្រឿងដែលយើងបានលិញមិញហ្នឹងយកមកបុកបញ្ចូលគ្នាដាក់ប៊ីចេងបន្តិចបងដើម្បីកុំឲ្យវាខ្ចាយហើយបន្ទាប់ពីហ្នឹងមកគឺមានប្រហុករបស់ខ្មែរយើងនឹងឯងថ្ងៃនេះខ្ញុំប្រើនៅប្រហុកត្រីកាភ្លាញបងច្រាំឲ្យម៉ត់ដាក់អាំងវាបែបហ្នឹងមករួចហើយយើងយកវាមកដាក់បុកបញ្ចូលគ្នាគ្រឿងផ្សំដែលដាក់ជាមួយហ្នឹងគឺមានស្ករសប៊ីចេងអត់ប្រើអំបិលទេណាខ្ញុំប្រើម្សៅស៊ុបហើយបុកវាបញ្ចូលគ្នាបងបន្ទាប់ពីហ្នឹងសាច់មាន់ដែលយើងបានបេះជាចម្រៀកហើយហ្នឹងគឺយើងយកមកដាក់ចូលមកហើយបុកបញ្ចូលគ្នាចំពោះមុខម្ហូបមួយមុខនេះបងអាចបុកជីលាយក៏បានដែរតែបើខ្ញុំអត់ទេជីខ្ញុំយកមកទៅញាំតែម្ដងហើយខ្ញុំបន្ថែមនៅក្រូចឆ្មាមួយចំណិតដើម្បីឲ្យវាជូររៀងជ្រះដូចខ្ញុំនិយាយចឹងរសជាតិអ្នកសៀមរាបទៅរៀងដិតបន្តិចលហើយពេកអត់ឆ្ងាញ់ទេមុខម្ហូបមួយមុខហ្នឹងសណ្តែកដីដែលយើងបានបកសបកហើយដាក់ចូលបុកវាមិនបាច់ឲ្យម៉ត់ពេកទេដើម្បីឲ្យញ៉ាំទៅប៉ះសណ្តែកដីមួយគ្រាប់ហើយមួយចុងក្រោយហ្នឹងគឺយើងដាក់ក្រងចូលនឹងឯងក្រងថ្ងៃនេះឃើញថាវាមានតិចល្មមទេបងដាក់ប៉ុណ្ណាក៏បានដែរតាមចំណង់ចំណូលចិត្តបងតែបុកមាន់អ្នកខេត្តសៀមរាបគឺត្រូវតែមានក្រងហ្មងបន្ទាប់ពីហ្នឹងមកគឺពាក្យថាបុកមាន់គឺយើងត្រូវតែបុកនឹងឯងបងបុកសាច់មាន់ឲ្យវារៀងទន់ចូលគ្នាហើយតែប៉ុណ្្នឹងមកឃើញថាអូខេ 100% ហើយខ្ញុំបញ្ជាក់ណាបងដាក់ជីខាងក្នុងក៏បានដែរឬក៏តំណប់ខាងក្រៅដូចខ្ញុំក៏បានបងអាចមើលបានតែប៉ុណ្ណេះខ្លែមកន្លះកេះក៏អត់អស់ដែរថ្ងៃហ្នឹងស្ដាយជាងគេគឺរហូតដើមចេកអត់បានបើបានដើមចេកមកមុខទៀតនិយាយពីថាត្រូវក្នួយគ្នាខ្លាំងណាស់បងហើយលក់ញ៉ាំផ្សេងបងចូលចិត្តអីដាក់នឹងមកដាក់តែប៉ុណ្ណេះមកឃើញថាបុកមាន់អ្នកសៀមរាបយើងហើយ 100% ហើយឆ្ងាញ់ខ្លាំងណាស់បងសម្រាប់មុខម្ហូបមុខនេះខ្ញុំចូលចិត្តខ្លាំងហ្មងអរគុណច្រើនសម្រាប់ការទស្សនាវីដេអូរហូតដល់ចប់ជួបគ្នាវីដេអូក្រោយបាយ